ដំណឹងថ្មីអាប់ដេតពីសារព័ត៌មាន Fresh News សម្រាប់ជាបន្តកងកម្លាំងចម្រុះរបស់ថៃបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់តាមរយៈការឈូសឆាយនៅតំបន់ព្រៃច័ន្ទឃុំអូបីជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី10ខែតុលាឆ្នាំ2025បន្ទាយមានជ័យកងកម្លាំងចម្រុះរបស់ថៃនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះបានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់តាមរយៈការឈូសឆាយនៅភូមិព្រៃច័ន្ទឃុំអូបីជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសកម្មភាពដ៏កក្លឿនរបស់កងកម្លាំងចម្រុះរបស់ថៃគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជារំលោភបំពានបទឈប់បាញ់ព្រមទាំងស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី7ខែសីហាឆ្នាំ2025ក្រោមការចូលរួមអង្កេតការណ៍ដោយម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងតំណាងប្រទេសចិនបើតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កន្លងទៅដោយភាគីកម្ពុជានិងថៃដែលបានឯកភាពគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឲ្យផ្លាស់ទីឬហួសទីតាំងដែលឈរជើងក្នុងពេលព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននៅម៉ោង12យប់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ជាពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរួមទាំងការដាល់ល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយគួរឲ្យដឹងថាក្នុងកិច្ចប្រជុំ GBC កន្លងទៅភាគីទាំងពីរក៏បានព្រមព្រៀងគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលនាំឲ្យមានភាពតានតឹងឡើងវិញផងដែររាប់ទាំងការមិនសាងសង់ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាឬលិនដ្ឋានហួសដីដែនរបស់ខ្លួនឡើយដូច្នេះសកម្មភាពទាំងឡាយចូលទឹកដីកម្ពុជាក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការរំលោភបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរសូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្នាប្រើកម្មវិធីផ្ញើសារ QF របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើងនិងសុវត្ថិភាពបំផុតក្នុងដែនប្រទេសកម្ពុជាយើងប្រភពសារព័ត៌មាន Fresh News សូមអរគុណ